ចាជំរាបសួរបងៗទាំងអស់គ្នាចាបងៗទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំបានណែនាំបងៗទៀតហើយចាពីតយោបូមណាបងចាតយោបូមនេះចាគឺយើងប្រើជាមួយប្រភេទក្បាលបាញ់ថ្នាំកសិកម្មហ្នឹងចាឬក៏ប្រភេទក្បាលបាញ់លេងឡានលេងម៉ូតូហ្នឹងណាបងណាចាសម្រាប់តយោក្បាលតយោបូមនេះណាបងចាសម្រាប់តយោក្បាលបូមនេះគឺយើងមានប្រវែងខ្នាត3ម៉ែត្រ5ម៉ែត្រ7ម៉ែត្ររហូតដល់50ម៉ែត្រទៀតណាបងចារហូតដល់ដុំ50ម៉ែត្រទៀតចាហើយសម្រាប់តយោនេះដែរពេលដែលបងទិញទៅចាគឺអាចប្រើប្រាស់បានតែម្ដងចាបងចាដោយសារតែយើងមានកាប់ក្បាលហើយជាស្រេចណានេះបងចាគឺយើងមានកាប់ក្បាលហើយស្រេចអញ្ចឹងពេលបងទៅពេលបងទិញទៅបងចាមិនបាច់ពិបាកថារកកន្លែងកាប់ក្បាលអីទៀតទេគឺតយោនេះគឺយើងមានកាប់ក្បាលហើយស្រាប់បងណាអញ្ចឹងសម្រាប់បងចាមានតម្រូវការទៅលើប្រភេទតយោក្បាលបូមនេះចាឬក៏គ្រឿងប្រឡាក់ផ្សេងទៀតចាហើយនេះតម្រង់ចាតម្រង់បោះក្បាលបូមនឹងដូចគ្នាដែរចាអញ្ចឹងសម្រាប់បងទាំងអស់គ្នាចាមានតម្រូវការទៅលើប្រភេទតយោក្បាលបូមឬក៏តម្រង់ចាឬក៏ប្រភេទគ្រឿងប្រឡាក់ផ្សេងទៀតចាតកតងនឹងសម្ភារៈកសិកម្មបងអាចធ្វើការតំណបានបងណាមកកាន់ផេកតឬក៏លេខទូរស័ព្ទដែលមាននៅលើផេកស្រាប់តែម្ដងចាអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ